ការរស់នៅក្នុងសង្គមមនុស្សដែលគួរឲ្យខ្លាចបំផុតមិនមែនជាមនុស្សដែលដើរចេញពីយើងដោយបើកចំហនោះទេប៉ុន្តែគឺជាមនុស្សដែលនៅក្បែរយើងតែចាំកេងចំណេញគ្រប់ពេលដែលមានឱកាសមនុស្សប្រភេទនេះមានភ្នែកពូកែសម្លឹងរកផលប្រយោជន៍ច្រើនជាងសម្លឹងរកមិត្តភាពគេមករកយើងនៅពេលដែលគេខ្វះខាតគេមកក្បែរយើងនៅពេលដែលយើងមានប្រយោជន៍ប៉ុន្តែនៅពេលដែលយើងត្រូវការគេវិញគេគឺជាមនុស្សដំបូងដែលបាត់ស្រមោលពីអ្នកភ្លាមមែនទែនទៅមនុស្សប្រភេទនោះគឺចូលចិត្តប្រើចិត្តសាស្ត្រមួយគឺយំទាមទារការអាណិតដើម្បីឲ្យតអ្នកដទៃលះបង់ឲ្យគេចូលចិត្តប្រើពាក្យថាយើងជាបងប្អូនយើងជាមិត្តភក្តិដើម្បីតែទាញយកផលចំណេញមកដាក់នៅក្នុងហោប៉ៅរបស់ខ្លួនគេគិតថាការដែលគេកេងចំណេញលើអ្នកដទៃបានគឺជាភាពជោគជ័យរបស់គេចូលចាំថាមនុស្សដែលកេងចំណេញពីយើងគេមិនដែលខ្វល់ថាយើងហត់នឿយប៉ុណ្ណានោះទេប៉ុន្តែអ្វីដែលគេខ្វល់គឺតើគេបានអ្វីខ្លះពីយើងដូច្នេះដើម្បីរក្សាតម្លៃខ្លួនឯងកុំឲ្យមនុស្សអាត្មានិយមកេងចំណេញលើយើងគួរតែកំណត់ព្រំដែននៃសេចក្តីល្អរបស់យើងដោយហ៊ាននិយាយថាទេឬក៏ហ៊ានដើរចេញពីប្រភេទមនុស្សទាំងអស់នោះ